ខ្ញុំបានឃើញហើយពិតជាមានការហួសចិត្តយ៉ាងខ្លាំងតែម្ដងហេតុតែចិត្តលោភលន់របស់ថៃនៅពេលនេះថៃបានធ្វើពិព័រណ៍តាំងបង្ហាញប្រាសាទតាមន់តូចប្រាសាទតាមន់ធំនិងប្រាសាទតាក្របីពីស្នោដាក់ក្នុងផ្សារទំនើបហើយស្រែកប្រាប់គេឯងថាជារបស់ខ្លួនជាការពិតណាស់ចំនួនព្រំដែនជាមួយនឹងកម្ពុជាមិនទាន់ដាច់ស្រេចផងនៅក្នុងពេលថ្មីៗនេះប្រទេសថៃបានធ្វើពិព័រណ៍វប្បធម៌ដោយបានចម្លងធ្វើប្រាសាទធំទាំង3មានដូចជាប្រាសាទតាមន់ធំប្រាសាទតាមន់តូចនិងប្រាសាទតាក្របីយកទៅតាំងបង្ហាញនៅក្នុងផ្សារទំនើបមួយកន្លែងហើយប្រកាសក្តែងថានេះគឺជាសម្បត្តិវប្បធម៌របស់ខ្លួនស្របជាមួយនឹងការតាំងពិព័រណ៍មួយនេះបានធ្វើឡើងនៅក្នុងផ្សារទំនើបស៊ីខុនក្រោមឈ្មោះថាស៊ីខុនស្រីណាសូរិនដែលបានធ្វើឡើងចាប់ពីថ្ងៃទី19ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ដោយមានការតាំងបង្ហាញពីវប្បធម៌ថៃសូរិនជាច្រើនបែបច្រើនយ៉ាងមានទាំងម្ហូបអាហារការរាំរបាំជាពិសេសនោះគឺមានការតាំងបង្ហាញប្រាសាទទាំង3របស់ខ្មែរដែលធ្វើឡើងពីជ័រស្នោមានដូចជាប្រាសាទតាមន់ធំប្រាសាទតាមន់តូចប្រាសាទតាក្របីហើយលើពីនេះទៅទៀតនោះកន្លែងប្រាសាទនីមួយៗសុទ្ធសឹងតែមានការបង្ហាញប្រាប់ឲ្យដឹងពីប្រវត្តិសាស្ត្រនីមួយៗថែមទៀតផងដែរដែលនេះប្រទេសថៃហាក់បីដូចជាចង់បង្ហាញនិងប្រកាសប្រាប់ពិភពលោកថាប្រាសាទទាំងនេះគឺជាសម្បត្តិវប្បធម៌របស់ខ្លួនទាំងដែលប្រាសាទទាំងអស់នេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយថៃបានប្រើនៅគ្រប់វិធីសាស្ត្រយុទ្ធសាស្ត្រដើម្បីឈ្លានពានដណ្ដើមជោគទៅដោយគ្មានការអ៊ីនខ្មាស់តតសោះបានចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន